សួស្តីបងប្អូនទាំងអស់គ្នាបាទហើយនៅក្នុងវីដេអូនេះយើងនឹងរៀនជាមួយនឹងគ្នាជាបន្តទៀតតាក់ទងជាមួយនឹង Google Sheet អញ្ចឹងប្រធានបទដែលយើងនឹងរៀនជាមួយគ្នានៅថ្ងៃនេះយើងនឹងរៀនអំពី Stock Control អញ្ចឹងចង់ដឹងថាតើ Stock Control យើងនឹងត្រូវការរូបមន្តអ្វីខ្លះដើម្បីនឹងយកមកប្រើប្រាស់ជាមួយនឹង Stock Control របស់យើងអញ្ចឹងឥឡូវនេះយើងនឹងចូលទៅជាមួយនឹងគ្នាតែម្ដងអញ្ចឹងនៅក្នុងតារាងជាឧទាហរណ៍គំរូនេះយើងឃើញថាតារាងនេះគឺជាតារាងដែលនិយាយអំពីទំនិញបាននិយាយអំពីទំនិញដែលនៅក្នុងនោះគឺមានឈ្មោះទំនិញមានចំនួនក្នុង stock ហើយមានការកំណត់ stock ដែលទាបបំផុតមានតម្លៃដែលយើងទិញចូលហើយនៅក្នុង column ជាបន្តបន្ទាប់នេះគឺជា column ដែលយើងនឹងត្រូវធ្វើការគណនាទៅតាមលក្ខខណ្ឌដែលគេបានកំណត់ឲ្យយើងបាទអញ្ចឹងឥឡូវនេះយើងចាប់ផ្ដើមធ្វើការគណនាជាបន្តបន្ទាប់ទៅតាមចំណោទដែលគេឲ្យមកយើងតែម្ដងអញ្ចឹងនៅក្នុងកន្លែងនេះយើងមើលទៅលើចំណោទទី1សិនចំណោទទី1គេឲ្យយើងគណនាទៅលើស្ថានភាពទំនិញអញ្ចឹងយើងឃើញថាស្ថានភាពទំនិញគឺនៅក្នុង column F នេះហើយបាទអញ្ចឹងយើងមើលការណែនាំរបស់គេថាបើចំនួនក្នុង stock ទាបជាងបាទបើសិនជាចំនួនក្នុង stock ទាបជាងកម្រិត stock ទាបបំផុតអញ្ចឹងចំនួនក្នុង stock គឺនៅកន្លែងនេះបាទអញ្ចឹងខ្ញុំសូមដាក់ពណ៌ដើម្បីចំណាំថាចំនួនក្នុង stock នៅកន្លែងនេះប្រសិនបើចំនួនក្នុង stock នេះទាបជាងចំនួន stock ទាបបំផុតបាទទាបជាងអញ្ចឹងកន្លែងទាបជាងកន្លែង stock ទាបបំផុតនេះខ្ញុំដាក់ពណ៌នេះវិញអញ្ចឹងដើម្បីឲ្យស្រួលយល់គេថាប្រសិនបើចំនួនខាងនេះតូចជាងនៅខាងនេះយើងឲ្យចេញពាក្យថាត្រូវទិញថែមបាទនឹងអ៊ីណាបាទតែបើសិនជាមិនចូលលក្ខខណ្ឌហ្នឹងទេឲ្យចេញពាក្យថា stock គ្រប់គ្រាន់អញ្ចឹងដើម្បីគណនាបែបនេះដោយសារតែខាងនេះគេមានលក្ខខណ្ឌអញ្ចឹងយើងត្រូវប្រើរូបមន្តលក្ខខណ្ឌអញ្ចឹងរូបមន្តលក្ខខណ្ឌរបស់យើងគឺជារូបមន្ត if អញ្ចឹងគេថាប្រសិនបើតួលេខនៅខាងនេះតូចជាងតួលេខនៅខាងនេះយើងត្រូវឲ្យចេញពាក្យថាត្រូវទិញថែមអញ្ចឹងយើងវាយត្រូវទិញថែមតែបើសិនជាមិនចូលលក្ខខណ្ឌហ្នឹងទេយើងត្រូវឲ្យចេញពាក្យថា stock គ្រប់គ្រាន់បាទអញ្ចឹងឲ្យចេញពាក្យថា stock គ្រប់គ្រាន់បន្ទាប់មកគឺបងប្អូនបាត់ពងកញ្ចក់មកហើយបងប្អូន enter មកអញ្ចឹងយើងឃើញថាលទ្ធផលរបស់យើងគឺ stock គ្រប់គ្រាន់ដោយសារតែ stock របស់យើងនៅកន្លែងនេះគឺធំជាងនៅខាងនេះអញ្ចឹងយើងឲ្យគ្រប់គ្រាន់ណាបាទយើងឲ្យគ្រប់គ្រាន់គឺមិនត្រូវការទិញថែមទេដោយសារតែវាអត់ចូលលក្ខខណ្ឌដែលយើងបានកំណត់បាទយើងអស់ចឹងមកឥឡូវនេះយើងចូលទៅកាន់លំហាត់ទី2អញ្ចឹងលំហាត់ទី2គឺថាតកតងជាមួយនឹងការបញ្ជាទិញអញ្ចឹងនៅក្នុង column G តកតងនៅក្នុង column បញ្ជាទិញវិញម្ដងអញ្ចឹងគេថាប្រសិនបើចំនួនក្នុង stock អញ្ចឹងប្រសិនបើចំនួននេះបាទស្មើនឹង0អញ្ចឹងបើសិនជា stock នៅកន្លែងនេះស្មើ0ឬក៏ស្ថានភាពទំនិញស្មើនឹងបើសិនជាស្ថានភាពទំនិញគឺស្ថានភាពទំនិញនៅកន្លែងនេះណាបាទអញ្ចឹងលក្ខខណ្ឌនេះយើងអត់យកទេគឺយើងលុបចេញវិញយើងអត់ត្រូវការទៀតទេប៉ុន្តែយើងត្រូវការនៅកន្លែងនេះអញ្ចឹងលក្ខខណ្ឌដែលយើងត្រូវសិក្សាគឺពីទីតាំងផ្សេងគ្នាទៀតហើយគឺនៅកន្លែងក្នុង stock ហើយនិងស្ថានភាពទំនិញយោងទៅតាមចំណោទបាទប្រសិនបើចំនួនក្នុង stock ស្មើនឹង0ខាងនេះស្មើនឹង0ហើយនឹងឬបាទគេប្រើពាក្យថាឬស្ថានភាពទំនិញស្មើនឹងត្រូវទិញថែមប្រសិនបើកន្លែងនេះស្មើនឹងត្រូវទិញថែមយើងត្រូវឲ្យចេញពាក្យថាបន្ទាន់បាទអញ្ចឹងគឺយើងលក្ខខណ្ឌយើងគឺមាន2យើងដើម្បីផ្ទៀងផ្ទាត់ណាផ្ទៀងផ្ទាត់លក្ខខណ្ឌ2បើលក្ខខណ្ឌខាងនេះឬក៏លក្ខខណ្ឌខាងនេះពិតបើថាបើលក្ខខណ្ឌខាងបើសិនជាលក្ខខណ្ឌខាងនេះផ្ទៀងផ្ទាត់ជាមួយនឹងលក្ខខណ្ឌខាងនេះហើយជាលទ្ធផលចេញមកថាពិតគឺឲ្យចេញពាក្យថាបន្ទាន់ប៉ុន្តែបើសិនជាមិនចូលលក្ខខណ្ឌនោះទេគឺឲ្យចេញទៅទេអញ្ចឹងយើងនៅក្នុងកន្លែងនេះគឺយើងឃើញមានពាក្យគន្លឹះមួយគឺពាក្យថាឬបាទនៅក្នុងវីដេអូមុនបងប្អូនបានរៀនអំពីn ហើយត្រូវអត់ n ហ្នឹងគឺបែរថានឹងអញ្ចឹងបើសិនជាលក្ខខណ្ឌហ្នឹងផ្ទៀងផ្ទាត់គ្នាទៅដោយប្រើរូបមន្ត n ហើយបើសិនជាផ្ទៀងផ្ទាត់ទៅឃើញថា true វានឹងបោះលទ្ធផលបន្ទាន់អញ្ចឹងណាប៉ុន្តែនៅក្នុង or នេះគឺខុសពី n នៅក្នុង or នេះគឺមានន័យថាបើសិនបើលក្ខខណ្ឌ2នៅពេលណាដែលផ្ទៀងផ្ទាត់ទៅឃើញថាមាន1 true គឺវាលទ្ធផលចុងក្រោយគឺ true ហើយមានន័យថាឲ្យតែមាន true មួយគឺលទ្ធផលចុងក្រោយគឺ true
វាបន្ទុយពី n ប្រសិនបើមានមួយ false គឺ false ទាំងអស់អត់មាន true ទេណាមានន័យថា n ហ្នឹងគឺទាល់តែ true ទាំងអស់ទើបលទ្ធផលចុងក្រោយគឺចេញ true អូខេអញ្ចឹងកន្លែងនេះគេឲ្យយើងផ្ទៀងផ្ទាត់ថាផ្ទៀងផ្ទាត់ខាងនេះហើយនឹងខាងនេះបើសិនជាផ្ទៀងផ្ទាត់ទៅឃើញថាលទ្ធផល true នោះវានឹងបោះពាក្យថាបន្ទាន់បាទប៉ុន្តែបើសិនជាមិន true ទេបើសិនជា false គឺឲ្យមិនបាច់ឲ្យចេញអីទេគឺឲ្យចេញប្រឡោះទៅទេបាទអញ្ចឹងដើម្បីគណនាបែបនេះតើយើងគណនាបែបម៉េចយើងវាមានរូបរាងបែបណាអញ្ចឹងឥឡូវនេះខ្ញុំសូមទៅសេរូបមន្តគោលឲ្យបងប្អូនមើលមួយសិនអញ្ចឹងយើងមិនប្រើរូបមន្ត if ដដែលទៅអត់បាទរូបមន្ត if ហើយបន្ទាប់មកយើងមិនកន្លែងប្រឡោះ argument ទី1នេះយើងមិនត្រូវទៅសេលក្ខខណ្ឌត្រូវអត់បាទហើយ comma មកបន្ទាប់មកយើងទៅសេលទ្ធផលប្រសិនបើលក្ខខណ្ឌពិតគឺត្រូវចេញលទ្ធផលកន្លែង f ហ្នឹងតែបើសិនជាលក្ខខណ្ឌហ្នឹងមិនពិតទេគឺត្រូវចេញលទ្ធផលកន្លែងនេះវិញអញ្ចឹងណាអូខេប៉ុន្តែដោយឡែកនៅកន្លែងលក្ខខណ្ឌនេះគឺយើងត្រូវប្រើប្រាស់រូបមន្តមួយទៀតនៅក្នុងហ្នឹងគឺរូបមន្ត or ដើម្បីផ្ទៀងផ្ទាត់នៃតួលេខពីរនេះថាពិតឬក៏អត់បើសិនបើពិតទើបបោះតម្លៃនេះចេញតែបើសិនជាមិនពិតទេគឺបោះតម្លៃនៅខាង argument ចុងក្រោយគេចេញវិញអញ្ចឹងយើងប្រើរូបមន្ត or នៅក្នុងហ្នឹងដើម្បីធ្វើការផ្ទៀងផ្ទាត់តម្លៃលេខទាំងពីរហ្នឹង or វាមានរូបរាងបែបហ្នឹងណា or ហើយវងចកបាត់បើកមកបន្ទាប់មកនេះយើងផ្ទៀងផ្ទាត់តម្លៃលេខទី1អញ្ចឹងតម្លៃលេខទី1នេះគេឲ្យស្មើអីគេឲ្យស្មើនឹង0បាទគេឲ្យស្មើនឹង0ហើយ comma មកដើម្បីយើងបន្ទាប់មកយើងចូលទៅផ្ទៀងផ្ទាត់តម្លៃលេខទី2អញ្ចឹងតម្លៃលេខទី2គេឲ្យស្មើនឹងអីគេឲ្យស្មើនឹងត្រូវទិញថែមបាទអញ្ចឹងយើងវាយមកគឺត្រូវទិញថែមបាទអញ្ចឹងប្រសិនបើមក block នេះប្រសិនបើមក block ហ្នឹងវាគណនាទៅវាឃើញថា true អញ្ចឹងបើសិនជា true វានឹងបោះតម្លៃលេខនេះមកឲ្យហើយបាទបោះតម្លៃលេខ true ហ្នឹងអញ្ចឹងតម្លៃលេខ true ហ្នឹងគឺគេឲ្យចេញអីគេឲ្យចេញពាក្យថាបន្ទាន់បាទអញ្ចឹងយើងវាយពាក្យថាបន្ទាន់មកបន្ទាន់បាទតែប្រសិនបើមិនចូលលក្ខខណ្ឌបន្ទាន់ទេត្រូវឲ្យចេញពាក្យអីគេគឺឲ្យចេញប្រឡោះទៅទេអញ្ចឹងបើប្រឡោះទៅទេបងប្អូនដាក់តែថ្មិញកដោ2អញ្ចឹងមកហើយបងប្អូនមិនបាច់វាយអីទេគឺទុកប្រឡោះទៅទេអញ្ចឹងមកបន្ទាប់មកគឺបងប្អូន enter អញ្ចឹងយើងឃើញថាជាលទ្ធផលគឺកន្លែងនេះអត់មានចេញអីទេដោយសារតែវាអត់ចូលលក្ខខណ្ឌអញ្ចឹងបើសិនបើយើងអស់មកបន្តិចទៀតគឺយើងថាកន្លែងនេះគឺមានបន្ទាន់ហេតុអ្វីបានជាមានបន្ទាន់ឥឡូវយើងសិក្សាបន្តិចមួយគ្នាមកអញ្ចឹងលក្ខខណ្ឌគេគឺស្មើ0បាទស្មើ0ឬក៏ត្រូវទិញថែមអញ្ចឹងកន្លែងនេះវាអត់ស្មើ0ទេវាអត់ស្មើ0ទេគឺវាខុសពី0ប៉ុន្តែកន្លែងនេះវាត្រូវទិញថែមណាត្រូវទិញថែមអញ្ចឹងចេញបន្ទាន់នេះអញ្ចឹងមានន័យថាលក្ខខណ្ឌនៅកន្លែងនេះវាមិនស្មើ0មែនប៉ុន្តែនៅកន្លែងនេះវាចូល1វាចូលលក្ខខណ្ឌ1គឺត្រូវទិញថែមអញ្ចឹងវាចេញពាក្យបន្ទាន់នេះអញ្ចឹង or នេះមានន័យថាឲ្យតែចូល1គឺយកហើយណាឲ្យតែចូល1គឺយកហើយប៉ុន្តែ n នេះតើតែចូលទាំងអស់បាទតើតែ true ទាំងអស់ទើបយកបើមិន true បើក្នុងចំណោមឧទាហរណ៍ថា true មាន3ហើយតែ false 1គឺ false តែម្ដងអញ្ចឹងណាអត់យកទេអូខេអញ្ចឹងបងប្អូនយល់ហើយណាកន្លែងហ្នឹងអូខេឥឡូវនេះយើងចូលទៅលំហាត់បន្ទាប់ទៀតគឺលំហាត់ទី3អញ្ចឹងគេឲ្យយើងគណនាទៅលើការវាយតម្លៃអញ្ចឹងការវាយតម្លៃនៅកន្លែងនេះវិញអញ្ចឹងការវាយតម្លៃគេថាប្រសិនបើតម្លៃទិញចូលអញ្ចឹងតម្លៃទិញចូលឥឡូវនេះខ្ញុំសូមដកពណ៌ចេញសិនបាទខ្ញុំសូមដកពណ៌ចេញសិនដើម្បីយើង highlight ពណ៌សារថ្មីឲ្យត្រូវនឹងលក្ខខណ្ឌរបស់យើងប្រសិនបើតម្លៃទិញចូលអញ្ចឹងតម្លៃទិញចូលគឺនៅកន្លែងនេះចាបាទអញ្ចឹងយើងដាក់តម្លៃទិញចូលប្រសិនបើតម្លៃទិញចូលច្រើនជាង10បាទតម្លៃទិញចូលធំជាង10ហើយទំនិញក្នុងស្តុកបាទគឺទំនិញក្នុងស្តុកច្រើនជាង10ដែរបាទអញ្ចឹងបើសិនជាតម្លៃទិញចូលច្រើនជាង$10ហើយអីវ៉ាន់ក្នុងស្តុកច្រើនជាង10ឲ្យបង្ហាញថាទំនិញថ្លៃក្នុងស្តុកច្រើនអញ្ចឹងយើងឃើញមានពាក្យមួយទៀតគឺពាក្យហើយនឹងគឺពាក្យ n នឹងហើយណាគឺ n នឹងហើយអញ្ចឹងនៅកន្លែងនេះគឺមានតម្លៃលេខ2ដែលយើងត្រូវផ្ទៀងផ្ទាត់ដូចគ្នាទី1គឺយើងត្រូវផ្ទៀងផ្ទាត់ទៅលើតម្លៃទិញចូលទី2យើងត្រូវផ្ទៀងផ្ទាត់ទៅលើចំនួនក្នុងស្តុកអញ្ចឹងយើងត្រូវផ្ទៀងផ្ទាត់ទៅលើតម្លៃលេខ2ហ្នឹងប្រសិនបើយើងផ្ទៀងផ្ទាត់ទៅលក្ខខណ្ឌចូលទាំងពីរវានឹងចេញពាក្យថាទំនិញថ្លៃក្នុងស្តុកហើយតែបើសិនជាអត់ចេញ
បើសិនជាអត់ចូលលក្ខខណ្ឌហ្នឹងទេគឺយើងឲ្យវាចេញប្រឡោះទៅទេអីចឹងទៅបាទអញ្ចឹងយើងឃើញថានៅកន្លែងនេះគឺយើងឃើញមានពាក្យថាហើយនឹងវាខុសពីខាងលើណាខាងលើគេប្រើពាក្យឬណាឬអញ្ចឹងបើឬយើងប្រើអតែបើសិនជាហើយនឹងគឺយើងប្រើពាក្យ n អូខេអញ្ចឹងឥឡូវយើងចូលទៅធ្វើរូបមន្តរបស់យើងតែម្ដងអញ្ចឹងយើងស្មើមក if ហើយយើងវាយយើងអាចវាយរូបមន្តជាគ្រោងឆ្អឹងវាសិនដូចខ្ញុំបង្ហាញបងប្អូនអញ្ចឹងទៅយើងអាចវាយតំណាងមកណាបាទតំណាងអញ្ចឹងមកហើយយើងបិទមកវិញមកអញ្ចឹង if កន្លែងនេះលក្ខខណ្ឌកន្លែងនេះលទ្ធផលបើសិនជាលទ្ធផលបើសិនជាលក្ខខណ្ឌនឹងពិតចេញលទ្ធផលខាងនេះបើសិនជាលក្ខខណ្ឌនឹងអត់ពិតទេគឺចេញលទ្ធផលនៅខាងនេះអញ្ចឹងនៅប្រឡោះនេះគឺយើងត្រូវប្រើរូបមន្តអីគេដើម្បីធ្វើការផ្ទៀងផ្ទាត់នៃតម្លៃលេខទាំងពីរគឺយើងប្រើរូបមន្តមួយគឺរូបមន្ត n ម្ដងណាអត់មាន r ទេកន្លែងហ្នឹងដោយសារអីដោយសារតែប្រធានបទរបស់គេគឺហើយគឺ n នឹងហើយអញ្ចឹងយើងប្រើរូបមន្ត n ដើម្បីធ្វើការផ្ទៀងផ្ទាត់តម្លៃលេខទាំងពីរអញ្ចឹងបាទអញ្ចឹងមកហើយអញ្ចឹងមកយើងចុចទៅតម្លៃលេខទី1អញ្ចឹងតម្លៃលេខទី1គេឲ្យធំជាង10អញ្ចឹងយើងវាយធំជាង10ខាម៉ាដើម្បីចូលទៅតម្លៃលេខទី2ធ្វើការផ្ទៀងផ្ទាត់អញ្ចឹងកន្លែងនេះគេឲ្យអីគេឲ្យធំជាង10ដូចគ្នាណាធំជាង10ដែរបាទអញ្ចឹងបើសិនជាតម្លៃលេខទាំងពីរហ្នឹងវាផ្ទៀងផ្ទាត់គណនាទៅឃើញថាចូលលក្ខខណ្ឌ true វានឹងចេញបង្ហាញលទ្ធផលនៅកន្លែងនេះអញ្ចឹងលទ្ធផលនៅកន្លែងនេះគេឲ្យចេញពីអីគេមិញឥឡូវខ្ញុំសូមចូលមក copy សិនបាទចូលមក copy សិនគឺចេញពាក្យថាតំណែងក្នុង stock ថ្លៃដោយសារតែពាក្យច្រើនយើងអត់ចង់វាយយើងចូលមក copy យកតែម្ដងបាទអញ្ចឹងកន្លែងនេះយើងចូលមកដាក់មកនេះកន្លែងនេះយើងផាសចោលគឺចេញពាក្យហ្នឹងប៉ុន្តែប្រសិនបើខុសលក្ខខណ្ឌហ្នឹងយើងឲ្យចេញអីគេគឺយើងឲ្យចេញតទេទៅបាទមិនបាច់ឲ្យចេញអីទេបាទហើយបន្ទាប់មកយើងអូខេមក enter មកហើយបន្ទាប់មកយើងអាចអស់បានបាទអញ្ចឹងនៅកន្លែងនេះយើងឃើញថាយើងអស់មកបាទអញ្ចឹងតំណែងក្នុង stock ដែលមានតម្លៃថ្លៃហើយច្រើនគឺមានតែ2មុខទេបាទគឺមានតែ2មុខនឹងឯងបាទអញ្ចឹងយើងមើលថាតើត្រូវអត់តំណែងថ្លៃ stock ច្រើនដោយថាលក្ខខណ្ឌទី1គឺធំជាង10ធំជាង10ណាអញ្ចឹងកន្លែងនេះគឺធំជាង10ហើយកន្លែងនេះធំជាង10អញ្ចឹងចូលលក្ខខណ្ឌតែកន្លែងនេះធំជាង10អត់ទេខុសកន្លែងនេះធំជាង10អត់ទេខុសដែរកន្លែងនេះធំជាង10ត្រូវប៉ុន្តែអាកន្លែងនេះវាអត់ពិតដោយសារកន្លែងនេះវាតូចជាង10អញ្ចឹងមានន័យថាកន្លែងនេះ true ហើយតែកន្លែងនេះ false អញ្ចឹងដោយសារតែយើងប្រើ n អញ្ចឹងបើ n ទោះតែ true ទាំងពីរទើបវាយកប៉ុន្តែដោយសារកន្លែងនេះវាមាន false មួយអញ្ចឹងគឺ false អត់ចេញលទ្ធផលទេណាគឺទៅទេអូខេអញ្ចឹងសង្ឃឹមថាបងប្អូនយល់ឥឡូវនេះយើងចូលទៅគណនាបន្ទាប់ទៀតតកតទៅនឹងកម្រិតម្ដងអញ្ចឹងកម្រិតនេះយើងមើលលក្ខខណ្ឌរបស់គេតើលក្ខខណ្ឌរបស់គេឲ្យយើងសិក្សាលើអីគេថាប្រសិនបើ C2 អញ្ចឹង C2 នេះសំដៅទៅលើនេះ C2 នៅកន្លែងនេះបាទអញ្ចឹងគេថាប្រសិនបើ C2 ស្មើនឹង0ត្រូវបង្ហាញពាក្យថាអស់ stock បាទយើងកន្លែងនេះណាបាទអញ្ចឹងបើសិននៅកន្លែងនេះស្មើ0យើងត្រូវបង្ហាញថាពាក្យថាអស់ stock តែបើសិនជា C2 ដដែលនេះតិចជាងឬស្មើD2 តិចជាងឬស្មើនេះបាទអញ្ចឹងកន្លែងខ្ញុំសូមដាក់ color នៅកន្លែងនេះហើយ color នេះខ្ញុំសូមដោះចេញសិនដើម្បីយើងស្រួលធ្វើការចំណាំបាទតិចជាងឬស្មើ D2 បង្ហាញថា stock តិចប្រសិនបើ C2 ច្រើនជាង D2 បង្ហាញថា stock ច្រើនអញ្ចឹងលក្ខខណ្ឌដែលយើងត្រូវធ្វើការសិក្សានៅកន្លែងនេះគឺតួលេខគឺមាន2គឺមាន C2 ហើយនិង D2 បាទ C2 និង D2 ឥឡូវយើងចាប់ផ្ដើមចូលទៅសរសេររូបមន្តរបស់យើងម្ដងមួយជំហានជាមួយគ្នាអញ្ចឹងចូលកន្លែងកម្រិតមកយើងវាយរូបមន្តចូលគេថាប្រសិនបើបាទប្រសិនបើ C2 បាទ C2 នេះស្មើ0អញ្ចឹងយើងស្មើ0ត្រូវឲ្យចេញពាក្យអីគេអស់ stock បាទនេះត្រូវឲ្យចេញពាក្យថាអស់ stock អញ្ចឹងយើងវាយអស់ stock បាទខាម៉ាដើម្បីចូលលក្ខខណ្ឌបន្ទាប់ប្រសិនបើ C2 បាទអញ្ចឹងយើងវាយ C2 ដដែលតិចជាងឬស្មើអញ្ចឹងមានន័យថាតិចជាងឬស្មើ D2 អញ្ចឹង D2 នៅកន្លែងនេះបើសិនតិចជាងឬស្មើ D2 ត្រូវឲ្យចេញពាក្យថា stock តិចបាទ stock តិចអញ្ចឹងយើងវាយ stock តិចបាទបន្តមកទៀត
សំទោសខ្ញុំបាយអូខេសូមអធិស្ឋានណានៅកន្លែងនេះយើងចូលលក្ខខណ្ឌមួយទៀតគឺយើងត្រូវប្រើ if បាទសំទោស if អូខេដោយសារខ្ញុំដើម្បីយើងចូលលក្ខខណ្ឌបន្តគឺយើងត្រូវប្រើ if ដោយសារមកខ្ញុំច្រឡំរូបមន្ត if មាន s ណាអូខេអធិស្ឋានអូខេឥឡូវនេះយើងចូលដល់លក្ខខណ្ឌទី2គឺឲ្យ stock តិចបន្ទាប់មកយើងចូលលក្ខខណ្ឌបន្តទៀតអញ្ចឹងលក្ខខណ្ឌបន្តទៀតគឺជាលក្ខខណ្ឌដោយសារតែក្នុងនេះគឺយើងឃើញមានតែ3លក្ខខណ្ឌទេលក្ខខណ្ឌ off stock លក្ខខណ្ឌ stock តិចហើយនិងលក្ខខណ្ឌ stock ច្រើនអញ្ចឹងប្រសិនជាមាន3លក្ខខណ្ឌនេះឥឡូវនេះយើងទៅសេបាន2លក្ខខណ្ឌហើយអញ្ចឹងនៅសល់1លក្ខខណ្ឌចុងក្រោយអញ្ចឹងបើសល់តែ1លក្ខខណ្ឌចុងក្រោយគឺយើងមិនបាច់ទៅសេ if ទៀតទេគឺយើងដាក់លទ្ធផលយកតែម្ដងអញ្ចឹងគឺថាប្រសិនបើលក្ខខណ្ឌនេះមិនចូលហើយលក្ខខណ្ឌនេះមិនចូលអញ្ចឹងមានតែចូលលក្ខខណ្ឌចុងក្រោយអញ្ចឹងលក្ខខណ្ឌចុងក្រោយគឺពាក្យថា stock ច្រើនអញ្ចឹងយើងវាយ stock ច្រើនបាទហើយបន្ទាប់មកគឺបងប្អូនបាត់វងកញ្ចក់មកអញ្ចឹងយើងឃើញថារូបមន្តរបស់យើងនេះ if នេះគឺមានចំនួន2បាទ if មានចំនួន2ដងអញ្ចឹងយើងបាត់វងកញ្ចក់ក៏យើងត្រូវធ្វើការបាត់2ដងដូចគ្នាហើយបន្ទាប់មកគឺយើង enter មកអញ្ចឹងបងប្អូននឹងទទួលបានលទ្ធផលហើយអញ្ចឹងលទ្ធផលនេះគឺ stock ច្រើនបាទមាន stock ច្រើនមាន stock តិចទៅតាមលក្ខខណ្ឌដែលយើងបានកំណត់នៅកន្លែងនេះបាទឥឡូវនេះយើងចូលទៅគណនាចុងក្រោយបាទគណនាចុងក្រោយអញ្ចឹងគេចង់សួរយើងថាកន្លែងនេះគេចង់ឲ្យយើងបញ្ចេញពាក្យថាមាន stock ឬក៏អត់មាន stock បាទមាន stock ឬក៏អត់មាន stock ដោយប្រើរូបមន្តអីគេអញ្ចឹងប្រសិនបើមាន stock គឺមានន័យថានៅក្នុង stock របស់យើងនេះគឺតម្លៃលេខខុសពី0មានន័យថាបើសិនជាខុសពី0គឺមាន stock ហើយតែបើសិនជា0គឺបើសិនជា0គឺអស់ stock បាទអញ្ចឹងអស់ stock ឬក៏មាន stock អញ្ចឹងនៅកន្លែងនេះយើងអាចប្រើរូបមន្តមួយដែលមានឈ្មោះថា if គេថាប្រសិនបើ if ប្រសិនបើនៅកន្លែង stock នេះស្មើ0បាទកន្លែង stock នេះស្មើ0ស្មើ0យើងឲ្យចេញពាក្យថាអស់ stock តែប្រសិនបើខុសពីលក្ខខណ្ឌហ្នឹងឲ្យវាចេញពាក្យថាមាន stock បាទអញ្ចឹងរូបមន្តយើងគឺប៉ុណ្្នឹងឯងហើយយើង enter មក stock សុំថាអក្សរកមកទៀតបាទគឺប៉ុណ្្នឹងហើយបន្ទាប់មកគឺបងប្អូនចាប់អស់មកអញ្ចឹងយើងឃើញថាអីវ៉ាន់របស់យើងគឺសុទ្ធតែមាន stock ហើយនឹងអស់ stock នៅកន្លែងនេះមួយណា stone នេះគឺអស់ stock បាទហើយនៅកន្លែងនេះគឺសុទ្ធតែមាន stock បាទមាន stock ទាំងអស់ហើយកន្លែងនេះបើសិនខ្ញុំដាក់កន្លែងនេះស្មើ0អញ្ចឹងវានឹងចេញដោយសារ0ខ្ញុំ0ខ្មែរសំទោសបាទ$0វិញអញ្ចឹងយើងនឹងឃើញថាគឺអស់ stock ដែរបាទអូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺមកដល់ទីបញ្ចប់ហើយសង្ឃឹមថាអ្វីដែលខ្ញុំចែករំលែកទៅបងប្អូននៅថ្ងៃនេះសង្ឃឹមថាបងប្អូនអាចនឹងទទួលយកបានហើយបងប្អូនយល់ដែលបងប្អូនអាចនឹងយកទៅប្រើប្រាស់នៅក្នុងកិច្ចការងារប្រចាំថ្ងៃរបស់បងប្អូនបានអូខេបាទអញ្ចឹងសូមជម្រាបលាហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយអរគុណច្រើនសូមព្រះយេស៊ូវគ្រីស្ទប្រទានពរ